ចាសសូមជម្រាបសួរប្រិយមិត្តជាទីមេត្រីរីករាយស្វាគមន៍មកកាន់វីដេអូថ្មីរបស់នាងខ្ញុំចាថ្ងៃនេះមកបង្ហាញជូនប្រិយមិត្តតាក់ទងទៅនឹងបដិមាសង្គ្រាមគោរពកសេតដែលបានរកឃើញនៅប្រាសាទចិនដែលស្ថិតនៅតំបន់កោះកេរខេត្តព្រះវិហារសង្គ្រាមគោរពកសេតសំដៅទៅលើឈុតដ៏សំខាន់មួយនៅក្នុងរឿងទេវកថាល្បីល្បាញរបស់ឥណ្ឌាគឺរឿងមហាភារតៈនៅក្នុងឈុតនេះរៀបរាប់អំពីសង្គ្រាមដណ្ដើមអំណាចដ៏ខ្លាំងក្លារវាងព្រះរាជវង្សពីរក្រុមគឺជាបងប្អូនជីដូនមួយនឹងគ្នាពោលគឺក្រុមរាជវង្សកៅរវៈនិងបិណ្ឌវៈជារឿងដ៏អស្ចារ្យបំផុតក្នុងបរិបទសិល្បៈខ្មែរឈុតសង្គ្រាមគោរពកសេតសិល្បករនៅក្នុងសតវត្សទី10បានឆ្លាក់ចេញជារូបបដិមាធំចំនួន9បង្ហាញអំពីតួអង្គមួយចំនួននៅក្នុងសាច់រឿងនេះតម្កល់នៅប្រាង្គច្រកចូលខាងលិចប្រាសាទចិនដែលជាប្រាសាទមួយកសាងឡើងអំពីថ្មបាយក្រៀមនៅតំបន់ប្រាសាទកោះកេរស្ថិតនៅស្រុកគូលែនខេត្តព្រះវិហារតើបដិមាគោរពកសេតនៅប្រាសាទចិនមានលក្ខណៈបែបណាខ្លះតាមរយៈលោកអេលិចបូដេណូជាអ្នកស្រាវជ្រាវយ៉ាងល្អិតល្អន់ពីប្រាសាទចិននិងតំបន់កោះកេរទាំងមូលបានសន្និដ្ឋានថារូបដែលបង្ហាញអំពីសាច់រឿងសង្គ្រាមគោរពកសេតដែលសិល្បៈបុរាណតម្កល់នៅប្រាសាទចិនមានចំនួន9សាច់រឿងជាក់ស្ដែងដែលបានបង្ហាញជារឿងដែលរៀបរាប់អំពីសង្គ្រាមស៊ីសាច់ហុតឈាមរវាង2នាក់ដែលជាតួអង្គម្នាក់ក្នុងចំណោមបងប្អូនបិណ្ឌវៈទាំង5ប្រយុទ្ធជាមួយទុយោធានៈដែលជារាមច្បងគេក្នុងចំណោមបងប្អូនខាងកៅរវៈនៅប្រាសាទចិនដែលជាទីតាំងដើមរបស់បដិមាទាំងនោះសិល្បករតម្រៀបបដិមាភិនៈនិងទុយោធានៈនៅត្រង់ចំណុចកណ្ដាលនៅក្នុងទិសដៅពីកើតទៅលិចដោយជើងទាំងពីរញែកចេញពីគ្នាលុតជង្គង់សងខាងក្នុងទម្រង់កាយវិការប្រយុទ្ធសុទ្ធសាធចំណែកឯផ្នែកខាងជើងសិល្បករតម្រៀបរូបបដិមាបងប្អូនបិណ្ឌវៈចំនួន3នាក់អជានៈសហទេពនិងនីកូឡាក្នុងគោលបំណងអ្នកជួយមកគាំទ្រការប្រយុទ្ធរបស់ភីនៈដែលត្រូវជាក្រុមបងប្អូនរបស់ព្រះអង្គម្ចាស់ទាំង3អង្គចំណែកឯនៅផ្នែកខាងត្បូងវិញសិល្បករតម្រៀបរូបបដិមាចំនួន4តំណាងឲ្យអ្នកចូលរួមទស្សនាចំនួន4តួអង្គចូលរួមទស្សនាការប្រយុទ្ធដែលលោកអេរិចបូដេណូយល់ឃើញថាអាចជាតួអង្គព្រះគ្រឹស្ណៈពោលរាមនិងភស្តេរៈតួអង្គពោលរាមគឺជាគ្រូភីមៈនិងទុយោធានៈដែលជាតួអង្គប្រយុទ្ធទាំងពីរតែម្ដងដោយពលរាមមកជួយណែនាំពួកគេអំពីរបៀបប្រើប្រាស់ដំបងក្នុងការប្រយុទ្ធជាទូទៅឈុតត្រង់នេះគឺជាការប្រយុទ្ធគ្នាចុងក្រោយរបស់គូសត្រូវទាំងពីរក្រុមហើយសាច់រឿងដែលបានរៀបរាប់នៅក្នុងគម្ពីរបាកាវ៉ាគីតាបញ្ជាក់ថាការប្រកួតនេះតួអង្គភីមៈនៅខាងមុខបិណ្ឌវៈគឺជាអ្នកឈ្នះដែលបានសម្លាប់តួអង្គទុយោធានៈនៅខាងកៅដវៈប៉ុន្តែជាក់ស្ដែងរហូតមកដល់ពេលនេះមានតែបដិមាចំនួន6ប៉ុណ្ណោះមកពីប្រាសាទចិនដែលកំពុងរក្សាទុកនៅសារមន្ទីរជាតិកម្ពុជាចំណែកឯការតាំងបង្ហាញនាពេលបច្ចុប្បន្ននៅក្នុងសារមន្ទីរជាតិនៃកម្ពុជាអ្នកជំនាញបានតម្រៀបផ្គុំរូបបដិមានោះចំនួន5សិនតែប៉ុណ្ណោះរូបទាំង5ដែលបានតម្កល់តាំងបង្ហាញនោះមានដូចជាភីមៈទុយោធានៈជាអ្នកប្រយុទ្ធនៅចំកណ្ដាលតួអង្គបងប្អូនរាជវង្សបិណ្ឌវៈចំនួន2អង្គឲ្យតួអង្គអ្នកទស្សនាមានតែ1អង្គប៉ុណ្ណោះគឺពលរាម
បដិមាទាំងអស់សុទ្ធសឹងតែមានទំហំប៉ុនទំហំខ្លួនមនុស្សជាលក្ខណៈទូទៅរបស់សិល្បៈខ្មែរក្នុងរចនាបថកោះកេរនៅសតវត្សទី10អ្វីដែលគួរឲ្យកត់សម្គាល់នោះដែរគឺលោកសាស្ត្រាចារ្យអ៊ីលស៊ូអូអ៊ីឈីដាអ្នកស្រាវជ្រាវប្រចាំគម្រោងសាកលវិទ្យាល័យវ៉ាស៊ីដាប្រទេសជប៉ុនសន្និដ្ឋានថាថ្មភក់ដែលគេយកមកច្នៃដាក់ជារូបបដិមានៅប្រាសាទចិនប្រាសាទកោះកេរនេះពុំមែនជាប្រភេទថ្មយកចេញពីតំបន់គូលែនដោយស្ថាបត្យកម្មចម្លាក់នៅតំបន់អង្គរទេតែលោកគិតថាជាថ្មដែលគេយកចេញពីតំបន់ក្បែរតំបន់កោះកេរនេះតែម្ដងសូមបញ្ជាក់ថាក្នុងចំណោមបដិមាទាំង6ដែលកំពុងស្ថិតនៅសារមន្ទីរជាតិកម្ពុជានៅពេលនេះមានតែបដិមាមួយប៉ុណ្ណោះដែលពីមុនមករក្សាទុកនៅឃ្លាំងអភិរក្សអង្គរខេត្តសៀមរាបគឺបដិមាតំណាងឲ្យតួអង្គអែលជណៈដែលសពថ្ងៃត្រូវបានបាត់បង់ព្រះសិរ្សទៅហើយរីឯបដិមាចំនួន5ទៀតដែលត្រូវទទួលមកពីបរទេសទាំងអស់ត្បិតក្នុងទសវត្សរ៍ឆ្នាំ1970បដិមាទាំងនោះត្រូវបានលួចរត់គេចពន្ធទៅនៅប្រទេសថៃនិងបន្តលក់ចេញទៅកាន់ទីផ្សារអន្តរជាតិក្នុងរូបបដិមាតំណាងតួអង្គសហទេពនិងនីកូឡាក់ដែលជាបងប្អូនរាជវង្សបណ្ដាវៈបានលក់ចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនិងប្រមូលទុកដោយសារមន្ទីរមេក្រូផូលីដារូបបដិមាទាំងពីរនេះត្រូវបានប្រគល់ជូនកម្ពុជាវិញនៅថ្ងៃទី16ខែមិថុនាឆ្នាំ2013ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងសម័យប្រជុំឆ្នាំលើកទី37នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលមានតំណាងមកពីប្រទេសចំនួន21ប្រទេសដែលទទួលខុសត្រូវក្នុងការអនុវត្តអនុសញ្ញាបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ហើយពេលនោះត្រូវបានប្រគល់ជូនដោយលោកអេម៉ូលីសប្រធានសារមន្ទីរមេក្រូផូលីដាសហរដ្ឋអាមេរិកនិងទទួលដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចំណែកឯរូបបដិមាអ្នកចម្បាំងទុយោធានៈបានប្រគល់ជូនកម្ពុជាវិញនៅខែធ្នូឆ្នាំ2013ដែលដំបូងឡើយបដិមានេះត្រូវបានកាន់កាប់ដោយសូដឺប៊ីបន្ទាប់មកទៀតនៅខែមិថុនាឆ្នាំ2014រូបបដិមាអ្នកចម្បាំងភីមៈដែលកាន់កាប់ដោយសារមន្ទីរណូតូនស៊ីម៉ូននៃសហរដ្ឋអាមេរិកនិងរូបបដិមាពលរៀមដែលធ្លាប់ប្រកាសដាក់លក់ដោយលោក Krister កាលពីឆ្នាំ2009ក៏ត្រូវប្រគល់ជូនកម្ពុជាដូចគ្នាដែរពេលនោះក្រោមការទទួលរបស់សម្ដេចសុកអាននៅទីស្តីការគណៈរដ្ឋមន្ត្រីជារួមមកបដិមាបង្ហាញអំពីឈុតឆាកប្រយុទ្ធគ្នាក្នុងសង្គ្រាមគូរ៉ុកសេតនៅក្នុងរឿងមហាភារតៈដែលបានរកឃើញនៅប្រាសាទចិនបានបង្ហាញឲ្យឃើញអំពីភាពច្នៃប្រឌិតរបស់សិល្បករខ្មែរនៅសតវត្សទី10ដែលបង្កើតជាទស្សនីយភាពថ្មីប្លែកពីសម័យកាលមុនទៀតដែលពុំធ្លាប់មានការយករឿងទេវកថាមកឆ្លាក់ចេញជាបដិមាសោះឡើយម្យ៉ាងវិញទៀតបដិមាទាំងនេះក៏ជាលើកដំបូងដែលខ្មែរបានបង្ហាញអំពីសង្គ្រាមគូរ៉ុកសេតនៅក្នុងសិល្បៈប៉ុន្តែនៅសម័យក្រោយមកទៀតឈុតនេះគេបានយកមកឆ្លាក់ច្រើននៅតាមជញ្ជាំងប្រាសាទឬនៅតាមហោជាងឧទាហរណ៍ហោជាងប្រាសាទបន្ទាយស្រីដែលដាក់តាំងបង្ហាញនៅសារមន្ទីរជាតិនៃកម្ពុជាក្បែររូបបដិមាទាំងនេះស្រាប់ចាប្រិមិត្តជាទីមេត្រីការរៀបរាប់តាក់ទងទៅនឹងបដិមាសង្គ្រាមគូរ៉ុកសេតនៅពេលនេះក៏ឈានមកដល់ទីបញ្ចប់ដែរហើយប្រសិនបើប្រិមិត្តមានឱកាសអាចអញ្ជើញទៅទស្សនាផ្ទាល់នៅបដិមាទាំងអស់នេះដែលស្ថិតសារមន្ទីរជាតិនៃកម្ពុជា
ចាអរគុណប្រិយមិត្តវីដេអូនាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរចាអរគុណប្រិយមិត្តដែលចំណាយពេលវេលាទស្សនាវីដេអូមួយនេះសូមប្រិយមិត្តជួយ Subscribe Channel YouTube នាងខ្ញុំមួយផងចាពេលនេះនាងខ្ញុំក៏សូមអរគុណចាសូមជម្រាបលា